កម្លាំងថ្មជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលមុខភូមិសាស្ត្របឹងត្រកួននៅម៉ោង 13:58 នាទីនិងបានប្រើប្រាស់ដ្រូនហោះស៊ើបការហោះក្តាប់សភាពការនៅភូមិព្រៃច័ន្ទនៅម៉ោង 14:14 នាទីចំណែកនៅតំបន់ផ្សេងទៀតមានសភាពស្ងប់ស្ងាត់ខ្ញុំកណិតថ្មសូមនមស្ការនឹងចម្រើនពរចំពោះគុណចាស់បងប្អូនទាំងអស់ទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរអញ្ចឹងនៅក្នុងវីដេអូនេះយើងវិលមកជួបគ្នាសារជាថ្មីដោយមានទិន្នន័យថ្មីមួយទៀតហើយគុណចាស់បងប្អូនគឺពួកអាចោថៃពួកអាចោស៊ីមពួកអាចោចង្រៃហ្នឹងវាអត់ទាន់ឈប់បាញ់ប្រហារមកលើប្រទេសកម្ពុជារបស់យើងនោះទេគឺវានៅតែបន្តសកម្មភាពបាញ់ប្រហារមកលើប្រទេសកម្ពុជាយើងដដែលដោយវាបាញ់សម្រុកខ្លាំងហ្នឹងគឺនៅភូមិព្រៃច័ន្ទហើយនឹងបឹងតកួនគុណចាស់បងប្អូនហើយក៏ម្ដុំតំបន់ Well Entry ផងដែរដែលវាសម្រុកបាញ់ខ្លាំងមែនតែនកំពុងតែបាញ់មិនឈប់ឈរទេហើយដូចខ្ញុំកណ្ដាលអាត្មាដាក់នៅលើ slide អញ្ចឹងថាពូអាចោថៃកំពុងបាញ់សម្រុកនៅភូមិព្រៃច័ន្ទនិងបឹងតកួនគុណចាស់បងប្អូនហើយបន្តិចទៀតយើងនឹងទៅដឹងអំពីការរៀបរាប់របស់លោកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាជនកម្ពុជារបស់យើងប៉ុន្តែមុននឹងចូលទៅដល់អត្ថន័យនៃការចុះផ្សាយជាក់ស្ដែងសូមគុណចាស់បងប្អូនដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាជួយ Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូក៏ដូចជាដំណឹងថ្មីៗជាបន្តបន្ទាប់ទៀតតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅមើលអត្ថន័យនៃការចុះផ្សាយនឹងតែម្ដងចឹងគឺចុះផ្សាយដោយកសែតថ្មីៗនៅថ្ងៃសុក្រទី 12 ខែធ្នូឆ្នាំ 2025 វេលាម៉ោង 5:32 នាទីល្ងាចណាគុណចាស់បងប្អូនចឹងគេដាក់ចំណងជើងធំៗថាយោធាថៃបានសម្រុកបាញ់ប្រហារនៅតំបន់ Well Entry ភូមិព្រៃច័ន្ទនិងបឹងត្រកួននារសៀលថ្ងៃទី 12 ធ្នូនេះយោធាថៃបានសម្រុកបាញ់ប្រហារនៅតំបន់ Well Entry ភូមិព្រៃច័ន្ទនិងបឹងត្រកួននាចន្លោះម៉ោង 1 ដល់ម៉ោង 3 រសៀលថ្ងៃទី 12 ខែធ្នូនេះបើតាមលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៅសមរភូមិជួរមុខនៅរសៀលថ្ងៃទី 12 ខែធ្នូបើតាមលោកស្រីម៉ាលីសុជាតាស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី 4 វេលាម៉ោង 13:27 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រ Well Entry ចំពោះស្ថានភាពនៅតំបន់ផ្សេងទៀតមានសភាពស្ងប់ស្ងាត់ចំណែកស្ថានភាពនៅសមរភូមិទិសយុទ្ធភូមិភាគទី 5 នៅម៉ោង 13:27 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំយ៉ាងសន្ធឹកចូលក្នុងភូមិសាស្ត្រព្រៃច័ន្ទនៅម៉ោង 13:45 នាទីយោធាថៃបានបាញ់ផ្សែងពុលក្នុងសមរភូមិភូមិព្រៃច័ន្ទកម្លាំងថ្មជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលមុខភូមិសាស្ត្របឹងត្រកួននៅម៉ោង 13:58 នាទីនិងបានប្រើប្រាស់ដ្រូនហោះស៊ើបការហោះក្តាប់សភាពការនៅភូមិព្រៃច័ន្ទនៅម៉ោង 14:14 នាទីចំណែកនៅតំបន់ផ្សេងទៀតមានសភាពស្ងប់ស្ងាត់ជាថ្មីម្ដងទៀតក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់ការបាញ់ប្រហារមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងដែនអធិបតេយ្យភាពកម្ពុជានិងបញ្ឈប់ការបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណខ្មែរទង្វើនេះដែរមិនត្រឹមតែជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមាមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានិងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាកបីនិងទីតាំងសាធារណៈដទៃច្រើនរាប់មិនអស់នេះជាការអំពាវនាវរបស់លោកស្រីម៉ាលីសុជាតានៅរសៀលនេះ
ណាចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគុណចាស់បងប្អូនចឹងសង្ឃឹមថានឹងបានជាដំណឹងនឹងបានជាប្រយោជន៍សម្រាប់គុណចាស់បងប្អូនទាំងអស់ទាំងអស់គ្នាហើយខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយគុណចាស់បងប្អូនដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងហើយបើសិនបើចូលចិត្តពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច Like ចុច Share ផងចឹងខ្ញុំគណៈអាត្មាសូមនមស្ការលានិងចម្រើនពរលា